នៅថ្ងៃនេះអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានប្រកាសផ្សព្វផ្សាយកម្រងបទបញ្ញត្តិនិងសន្តានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីលើកកម្ពស់ការយល់ដឹងនិងជំរុញការប្រើប្រាស់កម្រងបទបញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងសន្តានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុឲ្យបានទូលំទូលាយដល់គ្រប់តួអង្គពាក់ព័ន្ធនាថ្ងៃទី9ខែធ្នូឆ្នាំ2025ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីកម្រងបទបញ្ញត្តិនិងសន្តានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុឯកឧត្តមមីវ៉ាន់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានមានប្រសាសន៍ថាចលនាការនៃការធ្វើ Digital ភិវឌ្ឍកម្មនិងការធ្វើបដិវត្តកម្ម Digital ក្នុងវិស័យហិរញ្ញវត្ថុមិនត្រឹមតែផ្ដល់កាលានុវត្តភាពនិងសក្តានុពលភាពសម្រាប់សេដ្ឋកិច្ចនិងសង្គមប៉ុណ្ណោះទេប៉ុន្តែថែមទាំងនាំមកនូវបញ្ហាប្រឈមមួយចំនួនផងដែរដែលក្នុងនោះរួមបញ្ចូលនៅជាអាចបច្ចេកសាស្ត្របច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីមានលក្ខណៈបច្ចេកទេសនិងពិបាកយល់ហើយការងារគតិយុត្តនិងការងារនិយត្តកម្មគឺវិវត្តឥតឈប់ឈរមានលក្ខណៈស្មុគស្មាញជាពិសេសច្បាប់និងលិខិតបទកថាគតិយុត្តជាធរមានលក្ខណៈបែងខ្ញែកនិងរប៉ាត់រប៉ាយពោលគឺមិនមានលក្ខណៈប្រមូលផ្ដុំដែលការនេះបាននឹងកំពុងក្លាយជាឧបសគ្គមួយដល់ការសិក្សាការវិភាគនិងការវិនិច្ឆ័យពីតម្រូវការនៃការរៀបចំការធ្វើវិសោធនកម្មនិងការអនុវត្តច្បាប់និងលិខិតបទកថាគតិយុត្តពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុជាការឆ្លើយតបនឹងបញ្ហាប្រឈមខាងលើអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានរៀបចំឧបករណ៍ការងារគតិយុត្តសំខាន់ដោយប្រមូលផ្ដុំច្បាប់និងលិខិតបទកថាគតិយុត្តជាធរមានដែលជាអត្ថបទច្បាប់ដើមពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងរៀបចំចងក្រងទៅជាកម្រងបទបញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុព្រមទាំងរៀបចំឡើងនៅសន្តានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុប្រមូលផ្ដុំបច្ចេកសាស្ត្រពាក់ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរួមបញ្ចូលទាំងបច្ចេកសាស្ត្រក្នុងវិស័យ Digital ហិរញ្ញវត្ថុទូទៅនិងផ្សេងដើម្បីសម្រួលដល់ការស្វែងយល់អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុជាមួយគ្នានេះឯកឧត្តមស៊ូសុភាប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារក៏បានគូសរំលឹកដែរថាក្រៅពីការប្រកាសផ្សព្វផ្សាយកម្រងបទបញ្ញត្តិនិងសន្តានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលនេះសិក្ខាសាលានៅថ្ងៃនេះក៏ជាឱកាសប្រមូលផ្ដុំបន្ថែមនៅធាតុចូលបន្ថែមនិងតម្រូវការនានាក្នុងការធ្វើវិសិទ្ធកម្មស្នាដៃនេះឲ្យកាន់តែប្រសើរនិងអាចប្រើប្រាស់បានដោយគ្រប់តួអង្គសង្គមពាក់ព័ន្ធបើយើងនិយាយពីបច្ចេកសាស្ត្រអង់គ្លេសយើងថា term ឬក៏ technical term ហ្នឹងនិយាយពីវិស័យនៅក្នុង digital វាពិបាកម្យ៉ាងហើយមានថាសបោតែពាក្យភាសាបរទេសប៉ុន្តែបើយើងរកពាក្យភាសាខ្មែរដែលយកមកជំនួសមានភាពលំបាកអញ្ចឹងយើងព្យាយាមប្រើប្រាស់ពាក្យណាដែលយើងមានស្រាប់នៅក្នុងពាក្យភាសាខ្មែររបស់យើងក៏ដូចជាកម្ចីពីបាលីសំស្ក្រឹតអីជាដើមដើម្បីមានពាក្យមួយដែលមានលក្ខណៈជាខ្មែរហើយយើងអាចប្រើប្រាស់សម្រាប់គ្រប់តួអង្គពាក់ព័ន្ធបានមួយវិញទៀតពាក់ព័ន្ធទៅនឹងលិខិតបទដ្ឋានគតិយុត្តក៏ដូចគ្នាដែរថាបច្ចុប្បន្នសម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុយើងឃើញថាមានការបន្សំរវាងបច្ចេកវិទ្យានិងហិរញ្ញវត្ថុអញ្ចឹងបើយើងនិយាយពីក្របខ័ណ្ឌបទបញ្ញត្តិក្របខ័ណ្ឌនិយត្តកម្មដែលគ្រប់គ្រងបច្ចេកវិទ្យាហិរញ្ញវត្ថុក៏ត្រូវមានក្របខ័ណ្ឌបទបញ្ញត្តិនៃវិស័យទាំងពីរហ្នឹងដែរដែលឡែកបច្ចុប្បន្នយើងឃើញមានបទបញ្ញត្តិ Digital មួយចំនួនមិនទាន់បានប្រមូលផ្ដុំទេបទបញ្ញត្តិហិរញ្ញវត្ថុក៏យើងមាននៅដលៃតាមយត្តករក្រមអាវ៉ាត់អសហមួយដែរអញ្ចឹងកម្រងបទបញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់យើងនេះគឺយើងធ្វើសមារណកម្មសុខដុមនីយកម្មរបស់ទាំងពីរនឹងចូលគ្នាអញ្ចឹងអ្នកដែលជាអាជ្ញាធរសម្រាប់យត្តករយើងផងដែលគាត់មានតែបទបញ្ញត្តិក្នុងវិស័យរបស់គាត់តែគាត់ចង់ដឹងបទបញ្ញត្តិក្នុងវិស័យ Digital ដល់ឡែកសម្រាប់ធុរជនគាត់ចង់ដឹងទាំងបទបញ្ញត្តិនៅក្នុងវិស័យហិរញ្ញវត្ថុនិងវិស័យ Digital ដើម្បីឲ្យគាត់រៀបចំធុរកិច្ចរបស់គាត់ហ្នឹងឲ្យស្របទៅតាមច្បាប់ព្រោះដើម្បីឲ្យគាត់អាចគោរពច្បាប់បានតើតើគាត់ដឹងហើយស្គាល់ពីច្បាប់សិនសូមជំរាបថាកម្រងបទបញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាឧបករណ៍ការងារគតិយុត្តសម្រាប់ការធ្វើនិយត្តកម្មដែលប្រមូលផ្ដុំច្បាប់និងលិខិតបទកថាគតិយុត្តពាក់ព័ន្ធផ្ទាល់នឹងបច្ចេកវិទ្យាហិរញ្ញវត្ថុសរុបប្រមាណ380អត្ថបទដែលក្នុងនោះរួមបញ្ចូលទាំងគោលការណ៍ណែនាំដែលមានអនុភាពបង្គាប់បញ្ជានិងណែនាំអនុវត្តរីឯសន្តានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាវិជាសមាធានបច្ចេកសាស្ត្របច្ចេកវិទ្យាហិរញ្ញវត្ថុដែលប្រមូលផ្ដុំនៅបច្ចេកសាស្ត្រសរុបប្រមាណ72000សម្ដៅបម្រើជាឧបករណ៍យុទ្ធសាស្ត្ររួមវិភាគទានដល់ការអភិវឌ្ឍមូលធនមនុស្សបច្ចេកវិទ្យាហិរញ្ញវត្ថុ